បើក្បាលវីដេអូមើលគឺថាគាស់កំពុងផឹកកាហ្វេតែម្ដងអ្នកនរគ្នាហើយមូលហេតុនោះគឺដោយសារតែយើងងើបយឺតអ្នកនរគ្នាអញ្ចឹងទៅខ្ជិលបាយដាក់ខ្វេជំនួសបាយម្ដងទៅអ្នកនរគ្នាងើបយឺតថ្ងៃនេះដោយសារតែថ្ងៃចុងសប្តាហ៍អ្នកនរគ្នាថ្ងៃនេះគឺថ្ងៃសៅរ៍អញ្ចឹងយើងអត់តាណាតន័យដោយសារតែខ្ញុំធ្វើការពេលល្ងាចអញ្ចឹងពេលថ្ងៃអត់ទៅណាទេងើបមកគឺខ្ជិលធ្វើបាយមក 7-Eleven ក្បែរផ្ទះហ្នឹងគឺយើងទិញកាហ្វេកញ្ចប់ទឹកដោះគោអីចឹងទៅដាក់មកហ្នឹងទៅចាំថ្ងៃចាំយើងគិតគូរទៀតបាទហើយ 7-Eleven គឺមិនមែន 7-Eleven របស់ថៃទេអ្នកនរគ្នាបាទនៅក្នុង 7-Eleven នេះគឺជាផលិតផលរបស់កូរ៉េទាំងអស់តែម្ដងអញ្ចឹងអ្នកគ្នាកុំយល់ច្រឡំថាហូបរបស់ថៃឬអីបាទអូខេអ្នកនរគ្នាឥឡូវគឺថាដោយសារតែយើងងើបយឺតបាទអញ្ចឹងអត់ទាន់បានបាយទេចូល 7-Eleven ដាក់កាហ្វេមួយកែវទៅបាទឥឡូវយើងចុងសប្តាហ៍ថ្ងៃនេះថ្ងៃសៅរ៍អ្នកនរគ្នាហើយអញ្ចឹងទៅដោយសារសាលាអត់រៀនងើបយឺតពេកហើយឥឡូវយើងខ្ជិលនៅផ្ទះយើងទៅ main building អង្គុយរៀនអីចឹងទៅហើយបើយើងនិយាយពីអាកាសធាតុនៅខែនេះវិញគឺថាស្អាតខ្លាំងមែនតើអ្នកគ្នាដោយសារតែវាចាប់ផ្ដើមត្រជាក់ម្ដងតិចហើយអញ្ចឹងអាកាសធាតុគឺថាសាលាស្អាតខ្លាំងមែនតើអញ្ចឹងនៅជុំវិញសាលាហ្នឹងវាថតឃើញទិដ្ឋភាពស្អាតខ្លាំងណាស់អ្នកគ្នាដោយសារតែមេឃវាចុះត្រជាក់ហើយ clean ខ្លាំងមែនតើផ្ទៃមេឃដូចអ្នកគ្នាបានឃើញនៅក្នុងវីដេអូមួយនេះចឹងបាទអញ្ចឹងសម្រាប់ថ្ងៃនេះសាលារៀងស្ងាត់បន្តិចអ្នកនរគ្នាដោយសារតែចុងសប្តាហ៍គឺថាគេអត់រៀនទេហើយយើងមកថតពីទិដ្ឋភាពជុំវិញសាលាហ្នឹងគឺថាទិដ្ឋភាពម៉ាល់នេះគឺថ្ងៃបើកមកគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាគឺដើមឈើអីស្លឹកឈើចាប់ផ្ដើមក្រហមអញ្ចឹងអ្នកនរគ្នាដល់អញ្ចឹងទៅយើងថតយើងអីទៅឃើញថាស្អាតខ្លាំងមែនតើបាទឥឡូវយើងបានមកដល់កន្លែងអ្នកនរគ្នាហើយកន្លែងខ្ញុំនេះគឺជាហាងកាហ្វេទេអ្នកនរគ្នាប៉ុន្តែហាងកាហ្វេហ្នឹងគឺគេលក់នៅក្នុងសាលាអញ្ចឹងណាយើងអាចអង្គុយបានអង្គុយរៀនក៏អីមួយសេរីបានគេបើកដល់ម៉ោង9ម៉ោង10យប់អីអញ្ចឹងទៅយើងចង់ទិញកាហ្វេក៏បានយើងចង់អត់ក៏បានហើយអត់គេអត់ថាអីទេអ្នកនរគ្នាហើយមីនេះខ្ញុំទិញមកពីក្រៅទៀតហើយទឹកនៅក្បែរយើងអាចឆុងម្ហូបបានអីចឹងគេអត់ថាអីទេដោយសារតែហ្នឹងដោយសារតែកន្លែងហ្នឹងក៏ជាទីធ្លារបស់សាលាដែរអ្នកនរគ្នាចឹងថ្ងៃអត់ដឹងតាណាតាណីខ្ជិលធ្វើម្ហូបធ្វើអីចឹងយើងដាក់មីមកកំប៉ុងរួចបានមួយថ្ងៃទៀតអញ្ចឹងអ្នកនាងសកម្មភាពនៅកូរ៉េតែអញ្ចឹងឯងអ្នកនាងអើយដាច់បាយតញឹកទេដាច់បាយដោយសារតែយើងខ្ជិលធ្វើម្ហូបទៅអីចឹងទៅហើយសម្រាប់ឡាយនេះគេដូចទៅតែតែងថ្មីចឹងអ្នកនាងគេមានលក់អនុស្សាវរីយ៍និងកៅអៅរបស់សាកលវិទ្យាល័យស៊ុនមូនចឹងណាកៅអៅដូចជា5-6-70000ដែរហ្នឹងយើងថ្លៃcònបើដែរមិនទូថ្លៃឥឡូវគឺយើងបានមកដល់ផ្ទះវិញអ្នកទាំងនេះអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបាយ